តែផ្កាចុងបញ្ចប់នៅពេលវគ្គផ្កាចាស់ពុតញងចាស់ឬក៏កន្ទុយស្រួចរៀមនឹងរិចដូចជាដើមនេះខ្ញុំជ្រើសរើសដើមដែលងាយស្រួលបង្ហាញគឺជាដើមដែលទាបខ្ញុំអាចមានលទ្ធភាពបង្ហាញជូនបានល្អដើមនេះគឺយើងសម្រេចថាតែផ្កាសម្រេចរួចរាល់ហើយយើងបានធ្វើការមួយចំនួនទៅមួយនឹងវាហើយនៅទីនេះហេតុអ្វីបានយើងត្រូវការតែផ្កាសម្រេចនៅពេលមុនផ្ការិចយើងចាប់ដើមតែផ្កាចាប់តាំងតាពីពុតញងខ្ចីឡើងមករហូតយើងតែងជារឿយម្ដងហើយម្ដងទៀតមិនចេះចប់មិនចេះហើយតែយ៉ាងណាមិញអ្វីដែលបញ្ចប់នៃការតែផ្កាចុងក្រោយបំផុតគឺនៅពេលផ្កាមុនក្អូកឬក៏យើងហៅថាមុនរិច20ថ្ងៃមកដល់យើងត្រូវតែមានការតែងសម្រេចនៅពេលហ្នឹងតែម្ដងតែងសម្រេចនោះយ៉ាងម៉េចហើយហេតុអ្វីបានយើងត្រូវមកតែងសម្រេចនៅពេលនេះសម្រេចនោះមានន័យថាយើងមិនបន្តទុកផ្កាណាដែលយើងមិនរំពឹងបានផ្កាចង់បានផ្លែនៅលើដើមទេយើងត្រូវតែកាត់វាចោលទី1ផ្កាខុសសេរីគ្នាឬក៏សេរីណាដែលយើងមិនចង់បានយើងត្រូវទម្លាក់វាចោលទី2ទីតាំងដែលយើងមិនចង់បានត្រូវតែទម្លាក់វាចោលប្រសិនបើយើងមានជម្រើសនៅខណៈពេលនេះដើម្បីប្រយោជន៍ឲ្យមានការកាន់ក្តាប់បានល្អជាប់ផ្លែបានល្អទៅថ្ងៃអនាគតដែលយើងប្រមូលផលហ្នឹងដូចគំរូខ្ញុំនៅទីនេះចំការដើមមួយនេះប្រកបណាស់នៅក្នុងដើមទុរេនវាមានច្រើនសេរីវាមាន2-3សេរីតែពេលដែលយើងឃើញសមត្ថភាពនៃការលូតលាស់របស់ផ្កាណាដែលគិតថាទី1ការលូតលាស់របស់ផ្កាល្អទី2ដំណើរការទៅថ្ងៃខាងមុខវានឹងជួបអាកាសធាតុអំណោយផលនៃដំណើរការកាន់ក្តាប់បានល្អនៅពេលគណៈពេលផ្ការិចយើងមានលទ្ធភាពរើសគឺយើងរើសផ្កាអស់នឹងទុកនៅលើដើមទី3ចុងក្រោយគឺទីផ្សារដែលយើងគិតថាទៅថ្ងៃខាងមុខវ័យមួយណាសេរីមួយណាល្អយើងមានលទ្ធភាពរើសបានយើងរើសវ័យនឹងទុកចោះដោយនៅទីនេះមាន2-3សេរីយើងបេះចោលអស់ហើយជាបន្តយើងទុកតែមួយសេរីទេហើយយើងតែងផ្ដាច់ព្រាត់តែម្ដងមិនឲ្យមានការតែងទៀតទេបន្ទាប់ពីនេះទៅយើងតែងសេរីដែលយើងមិនពំប្រាថ្នាគឺយើងបេះចោលបាទសេរីដែលយើងមិនពំប្រាថ្នាគឺយើងបេះចោលអញ្ចឹងយើងទុកតែមួយសេរីដោយសារយើងមានជំរើសឧទាហរណ៍ដូចមេឃមួយនេះអញ្ចឹងលទ្ធភាពផ្ដល់ផ្លែឲ្យយើង2ផ្លែតែនៅថ្ងៃចុងក្រោយយើងសង្កួរទុក3ផ្លែមួយកញ្ចុំផ្កាយើងរំពឹងបានផ្លែមួយកញ្ចុំផ្កាយើងរំពឹងបានផ្លែមួយណាមួយកញ្ចុំផ្កានេះយើងរំពឹងបានផ្លែមួយកញ្ចុំផ្កានេះយើងរំពឹងបានផ្លែមួយកញ្ចុំផ្កានេះទៀតយើងរំពឹងបានផ្លែមួយទៀតអញ្ចឹងសរុបមកមេឃនេះយើងសង្កួរ3ផ្លែតែទីថ្ងៃអនាគតយើងត្រូវការតែមួយផ្លែទេអញ្ចឹងយើងទុកផ្ការបៀបនេះមកដូចមេឃនេះយកយើងរំពឹងបានមួយផ្លែតែយើងទុកយើងគិតថាទីនេះមួយផ្លែទីនេះ2ផ្លែទីនេះទីផ្លែទី3បន្ទាប់មកយើងសល់តែមួយផ្លែទេគឺយើងទុករបៀបហ្នឹងបាទព្យាយាមធ្វើយ៉ាងម៉េចយើងទុកឲ្យដាច់ដោយឡែកពីគ្នាតាមកពិតពីមុននឹងយើងតែងផ្កាវាមានស្រស់ពេញពោះមេឃចឹងមកតែយើងបេះចោលបាទយើងបេះចោលយើងទុកតែសេរីណាដែលយើងចង់បានទេបាទយើងទុកវាជាក្រុមអញ្ចឹងជាទូទៅយើងសន្មតថាក្នុងមួយកញ្ចុំផ្កាមានចំនួនគ្រាប់ផ្កាចន្លោះពី8គ្រាប់ទៅដល់12គ្រាប់តែមិនគួរលើស25គ្រាប់នៃគ្រាប់ផ្កានេះគឺយើងសន្មតថាអាចមានលទ្ធភាពនៃការបង្កកំណើតកើតទៅជាក្តាប់បានមួយផ្លែបានហើយបាទអញ្ចឹងយើងទុករបៀបហ្នឹងហើយយើងកាត់ឲ្យអស់ពេលហ្នឹងគឺយើងទីណាដែលយើងមិនពំប្រាថ្នាឲ្យទុកគឺយើងត្រូវតែបេះចោលឲ្យអស់ផ្កាសេរីណាដែលយើងមិនពំប្រាថ្នាឲ្យមាននៅលើដើមយើងត្រូវតែបេះចោលឲ្យអស់យើងទុកតែសេរីដែលយើងចង់បានតែមួយសេរីគត់ប្រសិនបើមានជម្រើសអាចធ្វើទៅបានតែប្រសិនបើបងប្អូនអត់មានជម្រើសធ្វើទៅបានមួយដើមមានតែមួយសេរីទេបងប្អូនអាចទុកមួយមេឃមួយសេរីបានអញ្ចឹងក្នុងដើមនីមួយៗបងប្អូនអាចទុកផ្កា2សេរីក៏បាន3សេរីក៏បានប៉ុន្តែយើងញែកមេឃគ្នាឲ្យដាច់មេឃនីមួយត្រូវតែមានផ្កាតែមួយសេរីទេប្រសិនបើចង់ឲ្យងាយស្រួលក្នុងការគ្រប់គ្រងនៃដំណើរការកាន់ក្តាប់ឈានដល់ការលូតលាស់របស់ផ្លែបេះលក់ទៅថ្ងៃអនាគតហ្នឹងបាទអញ្ចឹងនេះជាតិចនិចមួយដែលខ្ញុំចង់ជម្រាបជូនហើយយើងព្យាយាមធ្វើយ៉ាងម៉េចធ្វើឲ្យតន់បិទការតែងផ្កាឲ្យស្រេចនៅក្នុងអំឡុងពេលមុនផ្កាក្រអូបមកដល់នេះជាតិចនិចដែលខ្ញុំធ្វើកន្លងមកបាទអរគុណសម្រាប់វីដេអូនេះបងប្អូន